ជំរាបសួរខ្ញុំបាទង៉ាត់សាជាគ្រូបង្គោលប្រចាំក្រុមហ៊ុន VY Plus ថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទទាក់ទងជាមួយនឹងបញ្ហាជំងឺសន្លាក់ចែកជូនដល់បងប្អូនលោកពូអ្នកមីងឲ្យបានដឹងអំពីថាអ្វីទៅជាជំងឺសន្លាក់ហើយនឹងវិធីនៅក្នុងការថែទាំសុខភាពមួយចំនួនតាមរបបអាហារលោកពូអ្នកមីងបងប្អូនតាក់ទងជាមួយនឹងសន្លាក់របស់យើងនេះគឺមានតួនាទីសំខាន់ណាស់បាទសន្លាក់ខ្លះគឺយើងអាចបត់បានបាទយើងអាចលាបានសន្លាក់ខ្លះទៀតយើងអាចបង្វិលបានបាទសន្លាក់ខ្លះទៀតយើងអាចលើកឡើងចុះអញ្ចឹងបានអញ្ចឹងគឺសន្លាក់វាមានតួនាទីនៅក្នុងការធ្វើចលនាបាទវាសំខាន់ណាស់អញ្ចឹងនៅពេលដែលយើងចប់សន្លាក់ពេលដែលយើងចប់សន្លាក់ជាពិសេសគឺអ្នកដែលមានវ័យកាន់តែចាស់ទៅពិបាកណាស់បងប្អូនវេទនាណាស់បាទជាពិសេសបងប្អូនតែងតែលឺហើយចាស់ចាស់តាមភូមិនឹងថាឈឺណាស់ឈឺចង្កេះណាស់បាទឈឺចង្កេះណាស់ឈឺឆ្អឹងខ្នងណាស់អ្នកខ្លះទៅលើកស្មានឹងអត់រួចទេបងប្អូនអាហ្នឹងគឺមកពីកត្តានៃការដែលគាត់នៅមានវ័យមានកម្លាំងហ្នឹងគាត់ខំប្រឹងរកស៊ីធ្វើការងារធ្ងន់ពេកក៏បានក៏មានប៉ុន្តែជំងឺមួយចំនួនបញ្ហាមួយចំនួនដែលអាចឲ្យយើងមានបញ្ហាសន្លាក់នឹងធ្ងន់ធ្ងរក៏មានដែរដូចជាតាក់ទងជាមួយនឹងបញ្ហាការសឹករិចរិលទៅលើសន្លាក់ឆ្អឹងខ្ចីបងប្អូនណានេះសន្លាក់ឆ្អឹងខ្ចីរបស់យើងបាទពេលយើងកាច់ទៅលាន់បាទឃើញទេអញ្ចឹងដល់ពេលដែលសន្លាក់ឆ្អឹងខ្ចីរបស់យើងនឹងវាសឹករិចរិលអញ្ចឹងទៅនេះបាទវាសឹករិចរិលទៅវាធ្វើឲ្យឆ្អឹងខ្ចីយើងនឹងទឹកឆ្អឹងយើងនឹងក្បាលឆ្អឹងនិងក្បាលឆ្អឹងវាតកិតគ្នាអញ្ចឹងកាលណាតកិតគ្នាឈឺណាស់បងប្អូនឈឺខ្លាំងមែនទែនតែម្ដងអានឹងវាដូចទ្វាអញ្ចឹងណាទ្វានៅពេលដែលទ្វាចាស់ច្រេះចាប់គឺយើងបើកទៅលឺសូងង៉ែតងត់វាតកិតគ្នាអញ្ចឹងឯងបញ្ហាមួយទៀតមកពីជាតិអាស៊ីតអ៊ុយរិកនៅក្នុងឈាមបាទអាស៊ីតអ៊ុយរិកនេះគឺវាកើតឡើងពីកម្ទេចអាហារដែលយើងកិនអត់អស់បាទហើយវាទៅប៉ះជាមួយនឹងជាតិមួយទៀតវាទៅជាអ៊ីរ៉ាអាសារជាតិនេះបងប្អូនវាដូចកតិចកញ្ចក់អញ្ចឹងវាមកទៅលើសន្លាក់បាទវាមកទៅលើសន្លាក់វាមកទៅលើសាច់ដុំឃើញទេបាទហើយប្រឈមជាងគេបំផុតគឺមេជើងប្រឈមជាងគេហ្នឹងគឺសន្លាក់មេជើងតែម្ដងហើយវាធ្វើឲ្យយើងទៅជាក្រហមឡើងក្រហមវាធ្វើឲ្យយើងហើមបាទវាធ្វើឲ្យយើងឈឺចាប់ណាស់បាទឈឺចាប់ខ្លាំងមែនទែនអញ្ចឹងហើយបានជានៅពេលដែលបានជាលោកពូអ្នកមីងដែលវ័យចាប់ពី50ទៅគេអត់ឲ្យញ៉ាំសាច់ក្រកបាទគេអត់ឲ្យញ៉ាំសាច់សត្វព្រៃគេអត់ឲ្យញ៉ាំគ្រឿងក្នុងទេពីព្រោះកាលណាតែញ៉ាំអាសារជាតិអស់ហ្នឹងទៅវាឡើងទៅជាអាស៊ីតអ៊ុយរិកហ្នឹងហើយមួយទៀតវាមកពីការរលាកសន្លាក់ធ្ងន់បាទគេហៅថា rheumatoid arthritis រលាកសន្លាក់ធ្ងន់ឈឺណាស់វេទនាណាស់បងប្អូនកំរើកអត់បានទេបាទឈឺឡើងក្រហមខ្លះជង្គង់ឡើងក្រហមជង្គង់ឈឺជង្គង់លាអត់រួចទេបាទខ្លះដៃម្រាមដៃឡើងកញ៉េងកញ្ញង់កងែងកងាងបាទហើយឡើងឈឺព្រឹកឡើងពុះពិបាកក្តាប់ពិបាកលាខ្លាំងមែនទែនបាទហើយនៅពេលដែលដំណាក់កាលនៅក្នុងការឈឺខ្លាំងបែបនេះបងប្អូនខ្លះត្រូវប្រើជាមួយនឹងប្រភេទគេហៅ steroid សារជាតិ steroid ឬក៏ non steroid ឬក៏ប្រើជាមួយនឹង Celebrex បងប្អូនដឹងទេកាលណាដែលយើងប្រើដែលមានសារជាតិ steroid non steroid ឬក៏ Celebrex នេះវាធ្វើឲ្យយើងប៉ះពាល់កាពះបងប្អូនហូបយូរទៅធ្វើឲ្យយើងឈឺកាពះខ្សោយតម្រងនោមយើងហូបយូរទៅខូចទាំងតម្រងនោមទៀតធ្វើឲ្យយើងហើមមុខបាទធ្វើឲ្យយើងលើសឈាមធ្វើឲ្យយើងទិញទៅជាមានបញ្ហាទឹកនោមផ្អែមហើយធ្វើឲ្យយើងញៀនទៀតហ្នឹងណាបាទអញ្ចឹងបងប្អូនពុកម៉ែបងប្អូនដែលប្រើនៅពេលដែលយើងឈឺហើយយើងប្រើថ្នាំឬក៏អ្វីដែលតាក់ទងជាមួយនឹង steroid បំបត្តិការឈឺចាប់ហ្នឹងបងប្អូនត្រូវតាមដានបើអត់តាមដានទេបងប្អូននឹងជួបជាមួយនឹងបញ្ហាដទៃដែលលោកគ្រូបានប្រាប់បាញ់នេះខ្ញុំបានជំរាបបាញ់មិញនេះអញ្ចឹងតាក់ទងជាមួយនឹងបញ្ហាសន្លាក់នេះយើងអាចថែទាំតាមរបបអាហារបានបាទដោយការញ៉ាំសារជាតិដោយញ៉ាំដោយមានសណ្ដែកមានអូមេហ្គាបាទអាចញ៉ាំជាមួយនឹងបន្លែផ្លែឈើឬក៏សាច់ត្រីឬសាច់ក្រហមប៉ុន្តែ
សាច់ក្រហមហ្នឹងនៅពេលដែលយើងមានវ័យកាន់តែចាស់ទៅយើងត្រូវកាត់បន្ថយបាទត្រូវកាត់បន្ថយញ៉ាំតិចជាងមុនបាទកាលណាតែយើងញ៉ាំច្រើនក៏វាធ្វើឲ្យយើងទៅជាមានបញ្ហាលើសជាតិអាស៊ីតហើយពុកម៉ែបងប្អូនសួរថាតើយើងការពារបានទេបងប្អូនតើតូនជាមួយនឹងបញ្ហានេះគឺពិបាកនៅក្នុងការពារណាស់ពីព្រោះជំងឺនេះគេហៅថាជំងឺតនសម័យជំងឺវ័យចាស់បាទជំងឺតនសម័យយ៉ាងម៉េចវាកើតឡើងពីរបបអាហារមនុស្សឥឡូវគេចូលចិត្តការហូបចុកបាទគេត្រូវការជួបជុំចូលចិត្តការជួបជុំការហូបចុកអីទៅអញ្ចឹងគឺពិបាកជៀសផុតខ្លាំងមែនទែនអញ្ចឹងជាចុងក្រោយសូមបងប្អូនថែរក្សាសុខភាពដោយការហូបចុកបាទយើងពាក្យស្លោកខ្មែរយើងក៏មានដែរគេថាកុំស៊ីតាមឃ្លានកុំហ៊ានតាមចង់បាទអញ្ចឹងរាល់ការហូបគឺយើងត្រូវគិតពីសុខភាពហូបនៅក្នុងកម្រិតមួយដែលយើងអាច control បានគឺបានដែរមិនល្មមបាទមិនល្មមទៅបានដែរបាទកុំឲ្យហួសប្រមាណព្រះពុទ្ធថាកុំឲ្យពិសាអីហួសប្រមាណបាទអញ្ចឹងទេជាចុងក្រោយបើសិនជាបងប្អូនកំពុងមានបញ្ហាអស់នេះបងប្អូនសូមទៅជួបជាមួយនឹងអ្នកជំនាញដើម្បីប្រឹក្សាទៅលើអាការៈនេះដោះស្រាយរកវិធីសាស្ត្រនៅក្នុងការដោះស្រាយអញ្ចឹងខ្ញុំបាទង៉ែតសាបាទសូមអរគុណសូមជម្រាបលា